អ្នកទាំងអស់គ្នាអត់ធ្លាក់អាហារូបករណ៍បើសិនបើអ្នកទាំងអស់គ្នាគ្រាន់តែនិយាយថាអ្នកទាំងអស់គ្នារៀនបកាយទាំងអស់គ្នាឆ្លាតទាំងអស់គ្នាមានភាព creative ទាំងអស់គ្នាមានភាពច្នៃប្រឌិតនាំ yes អាចធ្លាក់ចុះយើងសេបែបណាដើម្បីឲ្យភាគរយនៃការធ្លាក់របស់យើងមានទៀតជាងមុនតោះនេះឮពេលគេនិយាយថាត្រូវទៅសេធ្វើមិនឲ្យវា specific and countable ឬក៏ខ្មែរយើងគឺដែលជាក់លាក់នឹងអាចរាប់បានអត់តែខ្ញុំជឿថាតើអ្នកធ្លាប់ឮហើយប៉ុន្តែគ្រាន់តែអ្នកទាំងអស់គ្នាអត់ទាន់យល់ច្បាស់ទេតើពាក្យថាជាក់លាក់ហើយនឹងរាប់បានហ្នឹងវាន័យថាម៉េចហើយវាពិតជាសំខាន់មែនតើនៅក្នុងការឆ្លើយសំណួរ interview ក៏ដោយនៅក្នុងការទៅសេ personal statement study plan ឬក៏ទៅសេ CV សម្រាប់ការដាក់ពាក្យការងារក៏ដោយគឺសុទ្ធតែសំខាន់ក្នុងការយល់ពីពាក្យថា countable and specific ហើយថ្ងៃហ្នឹងខ្ញុំនឹងមកបញ្យល់ដល់អ្នកគ្នាមួយឲ្យអ្នកគ្នាស្រួលយល់តែពិតទៅ specific គឺមានន័យថាជាក់លាក់នឹងឯងប៉ុន្តែជាក់លាក់បែបណាខ្ញុំនឹងឧទាហរណ៍អ្នកទាំងគ្នាឧទាហរណ៍ថានៅពេលដែលគេសួរខ្ញុំថាឧទាហរណ៍ខ្ញុំឆ្នាំក្រោយគឺជាសិស្សថ្នាក់ទី12ដើម្បីចូលរៀនទី12ហើយគេសួរខ្ញុំថាតើឆ្នាំក្រោយនឹងរៀនថ្នាក់ទី12ដោយរបៀបណាអញ្ចឹងបើសិនចម្លើយធម្មតាខ្ញុំនិយាយថាឆ្នាំក្រោយខ្ញុំនឹងខំរៀនឆ្នាំក្រោយខ្ញុំនឹងស្ដាប់គ្រូបញ្យលឆ្នាំក្រោយខ្ញុំនឹងធ្វើលំហាត់ឆ្នាំក្រោយខ្ញុំនឹងយកចិត្តទុកដាក់ទៅលើការរៀនសូត្រច្រើនជាងមុនចម្លើយហ្នឹងគឺជាចម្លើយដែលគេហៅថាអត់មានពាក្យថា specific ឬក៏ភាពជាក់លាក់ទេចុះចម្លើយបែបណាទៅជាចម្លើយដែលមានភាពជាក់លាក់ដែលមានភាពជាក់លាក់គឺចម្លើយបែបនេះនៅឆ្នាំក្រោយខ្ញុំគឺជាសិស្សថ្នាក់ទី12ដូច្នេះចាប់ពីម៉ោង7ដល់ម៉ោង11ថ្ងៃត្រង់វាគឺជាម៉ោងដែលខ្ញុំរៀននៅក្នុងសាលារដ្ឋដូចហើយនៅក្នុងម៉ោងរដ្ឋខ្ញុំនឹងប្រឹងប្រែងស្ដាប់គ្រូបញ្យលចន្លោះថ្ងៃត្រង់ពីម៉ោង1ដល់ម៉ោង2ខ្ញុំរៀនបំផមុខវិជ្ជានេះពីម៉ោងនេះដល់ម៉ោងនេះខ្ញុំរៀនមុខវិជ្ជានេះពីម៉ោងនេះដល់ម៉ោងនេះខ្ញុំរៀនបំផមុខវិជ្ជានេះហើយនៅក្នុងម៉ោងរៀនខ្ញុំស្ដាប់ការបញ្យលរបស់គ្រូលើកដៃឆ្លើយសំណួរនិងបញ្ចេញយោបល់នៅសំណួរដែលខ្ញុំចេះនៅក្នុងថ្នាក់រៀនឬក៏សួរនៅសំណួរដែលខ្ញុំអត់យល់ទៅកាន់គ្រូពីម៉ោងនេះខ្ញុំនឹងត្រឡប់ទៅផ្ទះវិញហើយពីម៉ោងនេះដល់ម៉ោងនេះខ្ញុំនឹងញ៉ាំបាយពីម៉ោងនេះដល់ម៉ោងនេះខ្ញុំនឹងសម្រាកហើយពីម៉ោងនេះដល់ម៉ោងនេះខ្ញុំនឹងចាប់ផ្ដើមរៀនស្វ័យសិក្សាដោយខ្លួនឯងនៅមុខវិជ្ជានេះពីម៉ោងនេះដល់ម៉ោងនេះមុខវិជ្ជានេះពីម៉ោងនេះមុខវិជ្ជានេះហើយយើងនិយាយរៀបរាប់នឹងហើយយើងនិយាយតទៀតថាខ្ញុំសម្រាប់15នាទីនៅម៉ោងនេះហើយខ្ញុំនឹង take note នៅរាល់សំណួរឬក៏ចម្ងល់ដែលខ្ញុំឆ្ងល់ទាំងប្រមាណនៅក្នុងសៀវភៅដើម្បីខ្ញុំយកទៅសួរគ្រូនៅថ្ងៃស្អែកនៅពេលដែលខ្ញុំជួបលោកគ្រូអ្នកគ្រូដែលខ្ញុំរៀនបំផឬក៏រៀនក្នុងថ្នាក់នឹងប៉ុន្តែបើសិនបើខ្ញុំអត់មានសំណួរឬក៏មានចម្ងល់អីទេគឺនៅ15នាទីហ្នឹងខ្ញុំនឹងយកពេលហ្នឹងសម្រាប់ហើយធ្វើអីដែលខ្លួនឯងចង់ធ្វើដើម្បី relax អានេះគឺជាសំណួរដែល specific មានថាយើងបញ្ជាក់ច្បាស់ថាតើយើងធ្វើអីគេជាក់លាក់ចំមានចំនួនច្បាស់លាស់ចុះពាក្យ countable មានន័យថាម៉េច countable ឬក៏អាចរាប់បានហ្នឹងគឺមានន័យថាអញ្ចឹងឧទាហរណ៍ថាខ្ញុំជាគ្រូបរិញ្ញាបត្រអញ្ចឹងចោះហើយគេសួរថានៅពេលខ្ញុំរៀនចប់នេះនៅកូរ៉េតែខ្ញុំនឹងធ្វើអីគេអញ្ចឹងបើចម្លើយធម្មតាដែលអត់មាន countable គឺខ្ញុំឆ្លើយថាពេលរៀនចប់ខ្ញុំនឹងទៅបង្រៀននៅក្នុងតំបន់ក្រីក្រនៅក្នុងរាជធានីភ្នំពេញអាហ្នឹងគឺអត់ countable ទេចុះ countable មានន័យថាម៉េច countable មានន័យថាពេលខ្ញុំរៀនចប់ខ្ញុំនឹងទៅបង្រៀននៅក្នុងអង្គការ A នៅតំបន់ក្រីក្រនៃខណ្ឌស្ទឹងមានជ័យហើយខ្ញុំនឹងបង្រៀនសិស្សចំនួនប៉ុណ្នេះម៉ោងក្នុងមួយថ្នាក់មានសិស្សប៉ុន្មាននាក់ទៅប៉ុន្មាននាក់ហើយខ្ញុំបង្រៀនរយៈពេលប៉ុន្មានថ្ងៃក្នុងមួយសប្តាហ៍ហើយតើខ្ញុំនឹងចំណាយពេលបង្រៀនអាចនឹងប៉ុន្មានឆ្នាំនៅក្នុងសាលានោះអានេះគឺ countable មានន័យថាវាមានចំនួនលេខជាក់លាក់ដែលយើងអាចកំណត់បានអាចយល់បានអាចដឹងនិងអាចរាប់បានអូខេ so specific and countable វាពិតជាសំខាន់នៅក្នុងការសម្ភាសឬក៏ទៅសេ personal statement គឺវាពិតជាសំខាន់ពីព្រោះបើអ្នកទាំងអស់គ្នាគ្រាន់តែនិយាយថាអ្នកទាំងអស់គ្នាខំរៀនអបកាយមានភាពជាអ្នកដឹកនាំអ្នកទាំងអស់គ្នាឆ្លាតអ្នកទាំងអស់គ្នា creative វាអត់មានអីជាក់លាក់ឬក៏អាចរាប់បានដើម្បីឲ្យគេអាចយល់ឬក៏ជឿអ្វីដែលអ្នកទាំងអស់គ្នាចង់មានន័យទេប៉ុន្តែបើសិនអ្នកទាំងអស់គ្នាបញ្ចូលនៅ specific and countable នៅក្នុងការឆ្លើយរបស់អ្នកទាំងអស់គ្នា 99% អ្នកដែលស្ដាប់គេមានអារម្មណ៍ថាគេអាចទុកចិត្តអីដែលយើងនិយាយបានហើយហ្នឹងឯងជាមូលហេតុដែលខ្ញុំនិយាយថាបើសិនបើអ្នកតែគាត់តែនិយាយថាតើអ្នកខំរៀនឬក៏តើអ្នកមានភាព leadership application របស់អ្នកទាំងអស់គ្នាគឺពិបាកជាប់មែនទែនអូខេចឹងថ្ងៃហ្នឹងខ្ញុំមានតែប៉ុណ្ណឹងហើយខ្ញុំជឿជាក់ថាខ្ញុំបញ្យល់ថ្ងៃនេះគឺអាចនឹង clear ច្រើនទៅកាន់អ្នកទាំងអស់គ្នាបើសិនតើអ្នកមានចម្ងល់អាច comment សួរបានជួបគ្នាវីដេអូក្រោយកុំភ្លេចជួយ follow ខ្ញុំមួយផងមកខ្ញុំបាន 20k follower មុនឆ្នាំ2026ត្រូវបានបញ្ចប់បាយបាយ